đi định nhà rắm thành nhạc này mà chứ đi đó sơ số xong nhạc này khó thòm bản nào là mất nhá bong bái tất nào mà nâng bong tới cam thi cùng nát của bạn bong tích rồi bái công tao mà nó nhà rắm tha đây ở sơ số thế còn anh cũng tới chưa à giống nơi trong pe cam thi chết ní thế anh miền pành hai thế bong tao tao mà flat mau qua nha bái chân ba bái tới chập vào với nhá hai cùng nhâm xẻ tròn phải ông bà rắm đó bong đắng ơi cho bằng tao này cha bong bái chip dạp cháy nhá bong mà vô một mặt đẹp tới ơi bong bong đại bong sơ bay bong bột đại rồi bong tụi nó ngày ấp con tiệt mong lần đọc riêng ấy rồi tay ta xong Sợ lâu ơi Rơi không má Rơi vậy đây sơ bay không Nó tem đó wow phone này Bột ra đấy không nhá vào ra đi tù xa tay cho hay ớt lôi tiền ớt đăng thạo nó tay bà rắm không ớt sơ số xong đẹp Nè Mùi mùi à vào nhá Anh Dắt đi hả ruôi à Để mà ta mà Đây rồi mà trời miếng ca trái này Bắt cho trời ơi món Mà Thôi kìa Mẹ Lâm lại Cầm cái kia này đây nè Mà dạ đi đây này mày ơi đuôi đi
បាទក៏សូមអនុញ្ញាតនឹងគោរពជំរាបសួរប្រិយមិត្តដែលកំពុងនឹងនិយមទស្សនានរកការផ្សាយតរបស់ខ្ញុំបាទតឡា SB នៅគណៈវេលាពេលនេះដែរម៉ោង 7:52 នាទីបាទគេមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្នុងទីរួមខេត្តតាកែវយើងដែលផ្លូវកែងនឹងទល់មុខមហោស្រពខេត្តតាកែវយើងតែម្ដងដោយបរិបម្នាក់ក៏គាត់បើកបរប្រហែលជាពិសាគ្រឿងស្រវឹងបងប្អូនទៅធ្វើឲ្យគាត់នៅគ្រោះថ្នាក់ចរាចរណ៍ដែរម្នាក់ឯងអញ្ចឹងណាហើយគ្រោះថ្នាក់ចរាចរណ៍នេះគឺមិនបង្កឲ្យប៉ះពាល់ដល់អ្នកដទៃទេគឺធ្វើឲ្យគាត់នឹងប៉ះពាល់ដល់ម្នាក់ឯងអញ្ចឹងបងប្អូនបាទហើយសង្ឃឹមថាឥឡូវនេះយើងតាក់ទងទៅខាងសមាជិកឲ្យគាត់ចោះមកស្រាវជ្រាវតើគាត់នេះបានពិសាគ្រឿងស្រវឹងឬអត់ឬគាត់បើកបរដោយមានបញ្ហាយ៉ាងណាយ៉ាងនេះអត់ដឹងនឹងអរគ្នាហើយឥឡូវនេះបងងើបឡើងបងបងអូនប្រាប់ហើយថាថ្ងៃហ្នឹងអូនអត់ល្អទេមិនក៏បងឯងអត់ជឿអូនហើយបងអត់ពាក់មកសុវត្ថិភាពទៀតឥឡូវវាទៅជាចឹងបងទៅចោលអូនតើអ្នកនឹងទេការបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹងអ្នកអាចខ្លាចជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បានគ្រប់ពេលដែលបញ្ហាទាំងនេះបានចោទជាបញ្ហាសំខាន់មួយនៅក្នុងសង្គមដោយសារតែការធ្វើប្រហែសនៅក្នុងការបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹងការបង្កគ្រោះថ្នាក់ចរាចរណ៍នេះអាចនាំឲ្យមានជនរងគ្រោះជាច្រើនដែលបាត់បង់នូវសមាជិកគ្រួសារប្តីប្រពន្ធកូនឪពុកម្ដាយមិត្តភក្តិជាទីស្រឡាញ់ដែលបាត់បង់ដោយសារគ្រោះថ្នាក់ចរាចរណ៍សូមបងប្អូនបើកបរដោយការប្រុងប្រយ័ត្នពិសាគ្រឿងស្រវឹងសូមកុំបើកបរកុំពិសាគ្រឿងស្រវឹង